ប្រេងឆាប្រភេទហ្នឹងទេបងប្អូនហើយនិយាយរួមទៅខែហ្នឹងគឺពួកឯងថ្ងៃហ្នឹងថ្ងៃដែលនាងខ្ញុំបើកឡាទៅនេះហ្នឹងគឺថាមេឃស្ទុំបងប្អូនរៀងល្ងឹតអត់សូវថ្ងៃនេះទេអត់មានចាជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលនាងខ្ញុំទៅតាមផ្លូវទៅBrown ស្វាយបងប្អូនហើយនេះតាមផ្លូវពួកឥឡូវហ្នឹងគឺដល់ខែរដូវស្លឹកឈើលាស់ហើយគឺថាតាមដងផ្លូវគឺសម្បូរដោយផ្កាហើយផ្កាលឿងហ្នឹងគឺជាផ្កា Raps ជាផ្កាដែលគេយកធ្វើជាប្រេងបងប្អូនផ្កាស្អាតល្អមើលទៅស្អាតមែនតើបកលឿងចម្រុះពេញហ្នឹងហើយគេយកទៅធ្វើជាប្រេងឆាបងប្អូនជាទូទៅដល់ខែហ្នឹងគឺសម្បូរហើយបងប្អូនសម្បូរគេដាំដំណាំដាំគឺតាមដងផ្លូវហ្នឹងគឺសម្បូរគេដាំដំណាំហើយនឹងជាពិសេសគឺផ្កាជាច្រើនដែលនៅតាមដងផ្លូវតាមផ្ទះបងប្អូនប្រជាជននៅក្នុងប្រទេសអាល្លឺម៉ង់ភាគច្រើនដល់ខែហ្នឹងគឺគាត់ទៅទិញផ្កាយកមកដាក់ដាំនៅក្នុងផ្ទះអញ្ចឹងណាបងប្អូនហើយផ្កាលឿងនេះគឺជាផ្កា Raps នឹងឯងធ្វើជាប្រេងឆាហើយនាងខ្ញុំប្រើតាប្រេងឆាប្រភេទហ្នឹងទេបងប្អូនហើយនិយាយរួមទៅខែហ្នឹងគឺពួកឯងថ្ងៃហ្នឹងថ្ងៃដែលនាងខ្ញុំបើកឡាទៅនេះហ្នឹងគឺថាមេឃស្ទុំបងប្អូនរៀងល្ងឹតអត់សូវថ្ងៃនេះទេអត់មានពលឺថ្ងៃល្អទេបើសិនជាមានពលឺថ្ងៃល្អគឺថាស្អាតតែម្ដងគឺមើលឃើញផ្កានឹងស្អាតមែនតែនហើយកន្លែងហ្នឹងគេដាំច្រើនហើយនឹងមានចង្ការ Strawberry នៅខាងមុខដែរបងប្អូនមានចង្ការ Strawberry ព្រោះតែខែ5ខែ6ហ្នឹងគឺថាយើងអាចទៅទិញStrawberry នៅចង្ការគេបេះដោយខ្លួនឯងបានណាបងប្អូនហើយទៅបេះខ្លួនឯងហ្នឹងរៀងធូរថ្លៃជាងនៅក្នុងសបទេបើសិនជាយើងទិញនៅសបគឺថ្លៃអញ្ចឹងហើយដល់ខែហ្នឹងបងប្អូនគាត់ទៅទិញ Strawberry ដើម្បីអ្នកខ្លះគាត់ទិញច្រើនយកមកធ្វើជាតំណាប់ Strawberry អញ្ចឹងណាបងប្អូនដើម្បីធ្វើទុកញ៉ាំជាមួយនំប៉័ងឲ្យបានយូរអញ្ចឹងទៅហើយនេះគឺជាទស្សនវិជ្ជាតាមផ្លូវតាមជនបទទេបងប្អូនទៅប្រោនស្វាយហ្នឹងហើយនាងខ្ញុំក៏នឹកឃើញធ្វើវីដេអូពួកឯខានធ្វើវីដេអូទៅកន្លែងនេះទៅកន្លែងនោះពួកឯធ្វើដំណើរទៅនេះទៅនោះដែរតែអត់បានធ្វើវីដេអូចិត្តតែខ្ជិលធ្វើអញ្ចឹងបងប្អូនដល់ពេលឥឡូវនឹកឃើញជិះថតអីអញ្ចឹងហើយក៏ធ្វើវីដេអូជូនបងប្អូនដើម្បីទស្សនាតែម្ដងទៅពួកអីមួយរយៈហ្នឹងខ្ញុំអត់សូវមានអារម្មណ៍ចង់ធ្វើវីដេអូប្រហែលទេបងប្អូនអញ្ចឹងហើយខ្ញុំចិត្តថាបងប្អូនឃើញស្រាប់ហើយchannel ខ្ញុំមួយរយៈហ្នឹងអត់សូវបានផុសវីដេអូថែមទៀតអធិស្ឋានផងបងប្អូនហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយនឹងជាពិសេសសូមបងប្អូនកុំភ្លេចជួយចុច subscribe និងចុចសញ្ញាប៊ូតុងហើយនឹងចុច like share comment ល្អៗនៅក្នុងវីដេអូរបស់នាងខ្ញុំផងហើយនេះបងប្អូនឃើញខាងសងខាងផ្លូវគឺថារុក្ខជាតិចាប់ផ្ដើមឡើងពណ៌បៃតងឡើងវិញហើយបងប្អូនអញ្ចឹងហើយគឺថាទៅដល់ខែក្តៅគឺសម្បូរបងប្អូនគាត់ជិះកង់ជិះម៉ូតូតាមផ្លូវហើយព្រោះខែហ្នឹងគឺជាខែចិត្តចូលដល់ខែ summer ហើយបងប្អូនខែនេះគឺជា spring time ហើយបងប្អូនអញ្ចឹង
គឺស្លឹកឈើចាប់ដើមលាស់ផ្កាចាប់ដើមរីកគ្រប់ទីកន្លែងរីកស្គុះស្គាយតែម្ដងហើយសលេងជាពិសេសបើនៅយើងជិះឡានឬក៏ជិះយើងជិះម៉ូតូឬក៏ជិះកង់គឺឮសូរសំឡេងចាបយំហើយឮសូរសំឡេងសត្វមានចាបមានរលកមានក្អែកអីចឹងទៅហើយនេះគឺជាផ្លូវ highway ទៅផ្លូវទៅប្រន់ស្វាយនឹងឯងហើយអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំនេះតាមផ្លូវនេះគឺថាយើងអាចបើកលបឿននិយាយផ្លូវលបឿនលឿនខ្មែរយើងហៅផ្លូវលបឿនលឿនណា highway នឹងឯងហើយនិយាយរួមទៅនៅស្រុកនេះបងប្អូនចង់ជន់ប៉ុន្មានជន់ទៅស្រែកចិត្តដាក់កុងទ័រប៉ុន្មានស្រែកចិត្តយើងឯងអត់បញ្ហាណាល្មងតែគាត់ថាវាមានកន្លែងខ្លះកំណត់លបឿនអញ្ចឹងណាកន្លែងខ្លះគេដាក់ផ្លាក80គឺយើងត្រូវព្រះអង្គ80ចឹងទៅតែបើថាកន្លែងខ្លះអត់ដាក់លបឿនទេគឺគេអត់កំណត់លបឿនទេយើងអាចជន់បានជន់ទៅឲ្យតែយើងស្រែកចិត្តយើងចង់100ឬក៏200កុងទ័រ100 200ក្នុង1ម៉ោងក៏បានដែរអត់មានបញ្ហាអីទេបងប្អូនហើយគាត់ថានៅទីនេះភាគច្រើនពួកគាត់គ្រប់ច្បាប់ចរាចរណ៍ហើយថ្ងៃនេះខ្ញុំទៅប្រន់ស្វាយហ្នឹងមិនទៅផ្សារអេសៀនសបទេគឺនាងខ្ញុំទៅផ្សារអ៊ីគីទៅមើលកន្លែងគេលក់កន្លែងនេះសម្បូរលក់ចានឆ្នាំងឬក៏តុកទូខែពូកអីចឹងបងប្អូននិយាយទៅកន្លែងឧបករណ៍តាំងផ្ទះសម្រាប់សម្ភារៈផ្ទះបាយសម្ភារៈផ្ទះហ្នឹងគឺនៅកន្លែងហ្នឹងនៅអីគីហ្នឹងគឺវាធូរថ្លៃបងប្អូនវាកន្លែងហ្នឹងវាធូរថ្លៃជាងយើងទិញនៅផ្សារផ្សេងទៀតផ្សារហ្នឹងគឺមានគ្រប់សពតាក់ទិននឹងគ្រឿងមានក្រែមានតុកទូនិយាយទៅមានគ្រប់ប្រភេទហ្មងបងប្អូនចង់ទិញអីតាក់ទិននឹងផ្ទះបាយតាក់ទិននៅក្នុងផ្ទះហ្នឹងគឺសម្បូរហ្មងមានបកូនមានអីនិយាយទៅយើងដេក័រនៅក្នុងផ្ទះហ្នឹងគឺមានគ្រប់សពតែម្ដងទៅកន្លែងហ្នឹងអត់ខ្វះទេគ្រឿងអវ័នដែលនៅគ្រឿងអវ័នដែលយើងចង់ទិញដាក់ផ្ទះហ្នឹងគឺអត់ខ្វះទេបងប្អូនសំខាន់ឲ្យតែមានលុយយើងចង់ទិញអីក៏បានដែរមានគ្រប់ប្រភេទហើយនឹងមានដើមផ្កាមានរុក្ខជាតិនៅចិត្តនឹងដែរផ្សារបោម៉ាត់នៅចិត្តនឹងដែរហើយក្នុងផ្សារហ្នឹងក៏មាននៅអ៊ីគីហ្នឹងក៏មានលក់រុក្ខជាតិផ្សេងៗដែរតែអត់សូវសម្បូរដូចប៉ោម៉ាត់ទេប៉ោម៉ាត់ហ្នឹងគឺថាច្រើនណាមានគ្រប់ប្រភេទហ្មងមានតាំងពីដូចថាទ្របវែងទ្របអីចឹងណាយើងចង់ដាំទ្របចង់ដាំជាបន្លែអីផ្សេងៗគឺមានអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយ